សូមនមស្ការចំពោះគុណនៃបត្រៃរតនមស្ការប្រកាសណាប្រធេរៈនិងលោកអ្នកមានអាយុគ្រប់រូបចម្រើនពរញាតិញោមពុទ្ធបរិស័ទចិត្តឆ្ងាយគ្រប់ទិសទីខ្ញុំប្រកាសណាសូមឱកាសពីសំណាក់ព្រះសង្ឃដើម្បីបានរតនាពធមកធ្វើជាវីដេអូធម្មទានក្នុងថ្ងៃនេះវីដេអូនេះថតនៅថ្ងៃទី15រោចខែពិសាខទៅនឹងថ្ងៃទី16ខែឧសភាឆ្នាំ2026កាលពីម្សិលមិញក្នុងឱកាសដែលលោកម្ចាស់ខូសេតោព្រមទាំងញោមជានិស្សិតសិក្សារៀនសូត្រនៅក្រុងញូដេលីបានមកទស្សនកិច្ចនៅវត្តខ្មែរកោសំពីខ្ញុំប្រកាសណាព្រមទាំងផនតេកណដ្ឋេរោមាសកក្កដាបានប្រគេននឹងជូនដំណើរប្រកាសណាញោមមកដល់ស្ថានទីនេះពុទ្ធបរិស័ទទូទៅស្គាល់នាមប្រកាសថារកតវណៈឬហៅម្យ៉ាងទៀតថាព្រៃបាលិលយកៈស្ថានទីនេះឯងដែលនៅក្នុងសម័យមួយព្រះបរមសាស្តាចារ្យទ្រង់មានព្រះハរតីបង្អោនទៅរកវិវេកធម៌ស្ដេចយាងចេញចាកពុគណៈនៃពួកបខក្រុងកោសំពីដែលឆ្លោះទាស់តែងគ្នាស្ដេចយាងចរិកមកកាន់ប្រទេសនេះកាលស្ដេចយាងមកដល់ហើយទ្រង់គង់នៅក្រោមលោកផតសាលព្រឹកក្នុងព្រៃស្រោងឈ្មោះរកេតៈនាប្រទេសបារិលយកៈឬហៅតាមន័យព្រះអដ្ឋកថាចារថាស្រុកបារិលយកៈដូច្នេះគ្រានោះមានស្ដេចដំរីដ៏ប្រសើរនាមបារិលយកៈអំបូរមានតាំងកៈមួយក៏មានចិត្តនឿយណាយក្នុងការរស់នៅច្រឡំក្នុងពួកកណៈបានដើរបែកហ្វូកនៃសត្វដំរីមកកាន់ដងព្រៃនេះផងដែរកាលស្ដេចដំរីដ៏ប្រសើរបានមកដល់ហើយក៏ចូលទៅកាន់សំណាក់នៃព្រះដ៏មានប្រភាកតម្កល់ទឹកឆាន់និងទឹកប្រើប្រាស់ដោយប្រមោយចំពោះព្រះដ៏មានប្រភាកហើយធ្វើស្ថានទីនោះមិនឲ្យមានស្មៅស្រស់ជាដើមផងលំដាប់នោះព្រះដ៏មានប្រភាកទ្រង់ជ្រាបសេចក្តីវិវេករបស់ព្រះអង្គផងទ្រង់ជ្រាបសេចក្តីទ្រិរិះក្នុងចិត្តរបស់ដំរីដ៏ប្រសើរនេះផងក៏ទ្រង់បន្លឺព្រះឧទាននេះក្នុងវេលានោះថាអេតាំងនីកេសៈនីកេណៈអ៊ីសាតន្តសៈហត្ថេណោសមេតិចតាំងចិត្តតេណៈយតេកោរមតិវិនេតិសេចក្តីប្រែជាខេមរៈភាសាថាហត្ថេនីគឺដំរីដ៏ប្រសើររមែងត្រេកអរក្នុងព្រៃតែម្នាក់ឯងព្រោះហេតុណាហេតុនោះចិត្តរបស់ហត្ថេនីមានភ្លុកងទន្ទំនេះស្មើគ្នានឹងចិត្តរបស់ព្រះពុទ្ធេនីដែរព្រះដ៏មានប្រភាកទ្រង់គង់នៅក្នុងបារិលយកៈប្រទេសនេះគួរដល់ពុទ្ធអធ្យាស្រ័យអស់កាលត្រីមាសបើរាប់តាមលំដាប់លេខរៀងគឺវស្សាទី10ដោយមានស្ដេចដំរីនាមបារិលយកៈនេះជាឧបថៈគឺអ្នកគាល់បំរើសូមប្រកាសណាញាតិញោមជាអ្នកសិក្សាអប់រំទូមានខ្លួនប្រះចាកពុគណៈគឺឧបកិលេសរួមមានអភិជាវិសមៈលោភៈជាខាងដើមនិងបមាទៈជាទីបំផុតផងចុះសូមប្រគេននិងជូនចំណែកបុណ្យសូមអនុមោទនា